ឯកឧត្តមនួន ផារត ប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសក្រុមការងារចុះមូលដ្ឋានឃុំទំរីងនិងឃុំសុចិត្តនាព្រឹកថ្ងៃទី3ខែធ្នូឆ្នាំ2025នៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាស្រុកសណ្ដានបានរៀបចំពិធីប្រកាសក្រុមការងារចុះមូលដ្ឋានឃុំទំរីងនិងឃុំសុចិត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនួន ផារត ប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តកំពង់ធំសមាជិកភាពចូលរួមនៅក្នុងពិធីប្រកាសនេះមានសមាជិកគណៈបកប្រជាជនកម្ពុជាស្រុកឃុំទាំង9ឃុំក្នុងស្រុកសណ្ដានលោកសិនវណ្ណវុឌ្ឍប្រធានគណៈកម្មាធិការគណៈបកស្រុកបានធ្វើរបាយការណ៍ស្វាគមន៍ឯកឧត្តមប្រធានគណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីនេះព្រមទាំងអានសេចក្តីសម្រេចតែងតាំងអនុប្រធានក្រុមការងារគណៈបកចុះជួយមូលដ្ឋានឃុំទំរីងនិងឃុំសុចិត្តនិងប្រគល់សេចក្តីសម្រេចតែងតាំងជូនក្រុមការងារថ្លែងក្នុងពិធីនោះផងដែរឯកឧត្តមនួន ផារត ប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តកំពង់ធំសូមឲ្យលោកប្រធានក្រុមប្រឹក្សាឃុំទាំង9ឃុំក្នុងស្រុកលើកឡើងនៅបញ្ហាប្រឈមនានាដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីរួមគ្នាដោះស្រាយក្នុងនោះមានឃុំមួយចំនួនក៏បានលើកឡើងអំពីបញ្ហាប្រឈមទាំងនោះបញ្ហាការកាប់ទន្ទ្រានយកដីព្រៃសហគមន៍របស់រដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនបាត់ល្មើសកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញទុច្ចរិតដែលដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីដែនព្រៃសហគមន៍ព្រៃបំរុងទុកព្រៃឡង់ជាដើមក្រោយពីបានស្ដាប់របាយការណ៍ការលើកឡើងរបស់ឃុំមួយចំនួនរួចមកឯកឧត្តមប្រធានគណៈអធិបតីក៏បានផ្ដល់នៅបទពិសោធន៍ល្អៗនិងការដោះស្រាយរាល់បញ្ហាប្រឈមនានាជូនដល់ប្រធានក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកសណ្ដានខេត្តកំពង់ធំធ្វើយ៉ាងណាត្រូវមានភាពស្មោះត្រង់ដោយឥតលាក់លៀមរួបរวมសហការគ្នាដោះស្រាយបញ្ហាប្រឈមចុះឲ្យដល់គោលដៅឬមូលដ្ឋានផ្ទាល់ព្រមទាំងរាយការណ៍ជូនថ្នាក់លើឲ្យបានឆាប់រហ័សទាន់ពេលវេលាដើម្បីសុំយោបល់ហើយថ្ងៃនេះផងដែរក៏មានក្រុមការងារចុះជួយមូលដ្ឋានឃុំទំរីងនិងឃុំសុចិត្តក្រុមការងារនេះនៅពេលខាងមុខនឹងជួយសម្របសម្រួលដោះស្រាយបន្តវាស់វែងដីធ្លីក្នុងស្រុកសណ្ដានឲ្យបានចប់សពគ្រប់ជាបន្តបន្ទាប់ទៀតចុងក្រោយឯកឧត្តមប្រធានគណៈអធិបតីក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងសួនច្បារមាត់ស្ទឹងសែនដែលត្រូវកែលម្អសោភ័ណភាពក្នុងទីរួមស្រុកដោយគម្រោងកែលម្អសោភ័ណភាពក្នុងស្រុកគឺប្រើប្រាស់កញ្ចប់ថវិកាស្រុកប្រចាំឆ្នាំ2026និងឆ្នាំបន្តបន្ទាប់ទៀត